มันเตอร์แต่ปีนี้คือวีจีประเภทโมเดล ACM ដូចគ្នាខុសគ្នាត្រង់អានេះតូចអានេះធំប៉ុន្តែបងប្អូនធ្លាប់ស្គាល់ហើយជាប្រភេទ motor ដែលប្រើជាមួយនឹងដុំអូតូបែបនេះគឺគេយកវាទៅប្រើសម្រាប់រុញប្រើប្រាស់តាមផ្ទះដោយសារតែភ្ជាប់ជាមួយដុំអូតូគឺវានឹងធ្វើឲ្យ motor របស់យើងដំណើរការដោយអូតូនៅពេលដែលយើងបើកទឹកប្រើប្រាស់នៅបន្ទប់ទឹកនៅកន្លែងលាងដៃឬក៏កន្លែងលាងចាននេះជាដើមពាក់ព័ន្ធនឹង motor សម្រាប់ជំរុញទឹកប្រើប្រាស់តាមផ្ទះនេះក៏ប៉ុន្តែនៅខាងឆ្វេងដៃនេះវិញវាគឺជាប្រភេទ motor បាទបូមបងប្អូនណាបងប្អូនឃើញមុខកាត់ទឹកចេញទឹកចូលរបស់វាគឺធំប៉ុនគ្នាបាទទំហំរបស់វាគឺ90មីលីម៉ែត្របងប្អូនណាបាទហើយពាក់ព័ន្ធទៅនឹង motor នេះដែរគឺវាប្រើភ្លើង220វ៉ុលទេបងប្អូនណាហើយពាក់ព័ន្ធទៅនឹងបរិមាណរបស់វាគឺវាអាចបូមបានអូអធិស្ឋានបងប្អូនគឺអាចបូមទឹកបាន1000លីត្រនៅក្នុង1នាទីហើយកម្ពស់គឺវាអាចរុញបានដល់14.5 ម៉ែត្របងប្អូនណាគឺខ្ពស់មែនតើពាក់ព័ន្ធទៅនឹង motor នេះដែរបងប្អូនបានន័យថាវាបូមទឹកបានច្រើនហើយកម្ពស់របស់វាក៏រុញបានគ្រាន់បើដែរបងប្អូនណាបានរហូតដល់ 14.5 ម៉ែត្រហើយពាក់ព័ន្ធទៅនឹង motor នេះបងប្អូនកម្លាំងរបស់វាគឺពិសេសឥឡូវខ្ញុំសូមណែនាំប្រភេទ motor ជំរុញប្រើប្រាស់តាមផ្ទះនេះវិញវាគឺជាប្រភេទ motor ACM ដូចគ្នា model របស់វាគឺ ACM 37ប្រើជាមួយភ្លើង220វ៉ុល motor នេះគឺវាអាចជំរុញទឹកបានច្រើនបំផុតហ្នឹងគឺ90លីត្រនៅក្នុង1នាទីហើយកម្ពស់វាអាចរុញបាន21ម៉ែត្របងប្អូនណាបើសិនជាបងប្អូនយកទៅប្រើប្រាស់អាចប្រើបានផ្ទះ2ជាន់ឬក៏3ជាន់ជាដើមហើយពាក់ព័ន្ធទៅនឹងmotor នេះដែរបងប្អូនណាកម្លាំងរបស់វាគឺបាទ0.37 គីឡូវ៉ាត់ស្មើនឹងកន្លះសេនអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការទាំង motor ជំរុញប្រើប្រាស់តាមផ្ទះឬក៏ motor សម្រាប់បូមទឹកកសិកម្មបាទស្រោចស្រពដំណាំឬក៏យកទៅផលិតទឹកស្អាត motor នេះគឺអាចបូមទឹកឆៅដូចជាទឹកទន្លេទឹកបឹងទឹកស្ទឹងយកទៅដាក់នៅក្នុងអាងទឹករបស់បងប្អូនបាទដោយសារតែបរិមាណទឹកវាច្រើនខ្ញុំសូមណែនាំជាប្រភេទនេះបងប្អូនណាហើយបងប្អូនមានតម្រូវការឥឡូវនេះតាន់ promotion ក្នុងឱកាសចូលឆ្នាំមានបញ្ចុះតម្លៃច្រើនបងប្អូនអាចតាក់ទងមកឥឡូវនេះបើសិនជាបងប្អូនចង់បាន promotion ហើយបើសិនជាបងប្អូនមានតម្រូវការ motor ផ្សេងយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូនអាចប្រឹក្សាយោបល់ជាមួយក្រុមការងាររបស់យើងតាមរយៈ online បានបាទសូមអរគុណ